Bon, nhưng mong sợi này con sự cùng thấy ha con nhâm vitamin C đặtของtậpทุกยังรอดไงให้conจอยcon nhâm đàiเดี๋ยวการจิบปีให้conมีอายุแถมแชมป์นะconอันยังมาแล้วមែនតើនៅវាមិនជាជំរឿនល្អឲ្យគាត់ធ្វើបែបហ្នឹងឯងពីព្រោះវីតាមីន C ដែលគាត់ញ៉ាំតាមអង្គិតទូទៅមនុស្សធំហាក់ប្រហែលជាមួយនឹង1000មីលីក្រាមហើយអញ្ចឹងមកគាត់កាត់ជា2អាចថាប្រហែលជាមួយនឹង500មីលីក្រាមដែរពេលខ្លះក៏អាចលើសពេលខ្លះក៏អាចខ្វះអញ្ចឹងទៅព្រោះកាច់ធម្មតាវាមានលៀងណាហើយការធ្វើបែបនេះធ្វើឲ្យក្មេងអាចប្រឈមមុខជាមួយនឹងគេហៅឈឺពោះរាគហើមពោះហើយប្រើរយៈពេលយូរក៏អាចប៉ះពាល់ទៅដល់តម្រងនោមរបស់គាត់ដែរពីព្រោះក្មេងដែលអាយុ5ឆ្នាំកម្រិតដែល500មីលីក្រាមនេះវាចូលកម្រិតគេហៅ dose maximum របស់គាត់ហើយតែបើសិនជាគាត់ចង់បានវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយរបស់កូនគាត់យើងអាចណែនាំនៅជម្រើសល្អសម្រាប់គាត់បានតានេះឲ្យគាត់ញ៉ាំនៅវីតាមីន C អាប់ប្រទីននេះពីព្រោះវីតាមីន C អាប់ប្រទីននេះអត់ស្មុគស្មាញទៅឆុងទឹកអីទេបានន័យថាមកកញ្ចប់នេះឲ្យកូនគាត់ញ៉ាំបានចាប់ពីអាយុ4ឆ្នាំគេផលិតមកនោះគឺសម្រាប់ស័ក្តិសមសម្រាប់ក្មេងហើយអញ្ចឹងឲ្យគាត់ញ៉ាំបែបនេះវាសុខភាពជាងវាអត់មានផលរំខានដូចដែលរៀបរាប់ខាងលើហ្នឹងណាហើយសំខាន់វីតាមីន C អាប់ប្រទីននេះគឺទុនងាយស្រួលញ៉ាំក្មេងៗគាត់ញ៉ាំហើយគាត់ចង់ញ៉ាំទៀតដោយសារតែរសជាតិក្រូចហើយផ្សំចម្រាញ់ចេញពីក្រូចមួយផ្លែហ្មងជួយពង្រឹងទៅប្រព័ន្ធការពារជួយដល់ការរំលាយអាហារហើយមានកាល់ស្យូមសម្រាប់ជួយដល់ការលូតលាស់របស់គាត់ទៀតអញ្ចឹងសម្រាប់ម៉ាក់ប៉ាដែលគាត់មានកូនចាប់ពីអាយុ4ឆ្នាំឡើងទៅកុំឲ្យស្មុគស្មាញនៅវីតាមីន C អាប់ប្រទីននេះទៅអត់ចាំបាច់ពិបាកកាច់អត់ពិបាកឆុងទេញ៉ាំមួយកញ្ចប់ជារៀងរាល់ថ្ងៃដើម្បីជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ